យូមានមួយបងសម្រាប់ថ្មនេះវាមានបញ្ហាខូចថ្មជាវលបំចំនួន2បងចំនួនទី2ហើយអានេះបញ្ហាខូចយើងគ្រាន់តែដោះយក PMS វាដើម្បីយកទៅភ្ជាប់ជាមួយនឹងថ្មថ្មីរបស់យើងហើយសម្រាប់ថ្មថ្មីរបស់យើងគឺជាប្រភេទថ្មទំហំមីលីអាំពែគឺដូចគ្នាគឺ2600មីលីអាំពែម៉ោងដូចគ្នាអញ្ចឹងការប្រើប្រាស់គឺប្រើបានដូចតែដើមវាដែរទេបងដូចតែដើមវាបានទេហើយបើសិនជាបងចង់រៀបជាមួយនឹងថ្មប្រភេទ Samsung ដូចក៏មានរៀបដែរបងក៏មានរៀបដែរហើយដែលថ្ម Samsung ដែលខ្ញុំកំងមកហ្នឹងគឺមួយគ្រាប់3000ពី3500មីលីអាំពែម៉ោងអញ្ចឹងវាការភ្លើងបានយូរបងបើសិនជារៀបប៉ុន្តែតកតងនឹងតម្លៃគឺវារៀងខ្ពស់ជាងប្រភេទតែខ្ញុំរៀបនេះបន្តិចបងអញ្ចឹងបើសិនជាបងមានតម្រូវការគឺទីតាំងបងគឺនៅខេត្តបងនៅខេត្តហើយអានេះគឺជាការរៀបរួចរាល់ហើយអស់បងគឺស្ទើរស្អាតដូចដើមវិញអញ្ចឹងបងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងសម្រាប់ការតាមដាននៅវីដេអូក្រោយទៀតបង